សូមស្វាគមន៍បងប្អូនដែលចូលចិត្តក្នុងការលេងម៉ូតូធំទាំងអស់គ្នាបងប្អូនហ្នឹងហើយចឹងម៉ូតូខ្ញុំបាត់នេះបងប្អូនឃើញហើយនេះបាក់ stop អានេះ stop sin មកវាបងប្អូនstop sin MT15 ដល់វាបាក់បាត់ហើយមិនដឹងថាវាបាក់ដោយសារអីទេដោយសារតែកណ្ដោកាត់ឬក៏យ៉ាងណាបងប្អូនដូចស្នាមកណ្ដោកាត់មិនទេបងប្អូនហ្នឹងហើយមិនដឹងបាក់ដោយសារអីទេហ្នឹងហើយឬក៏ក្មេងវាកាច់យ៉ាងណាយើងចាំដោះវាមើលហើយយើងធ្វើការផ្លាស់ប្ដូរដាក់នេះ stop លេងទិញពីផ្ទៃសៀមហ្នឹងហើយព្រោះនេះរៀងសក្នុងហ្នឹងកាវចូលហ្នឹងហើយដាក់ហ្នឹងវិញព្រោះយើងដោះនេះវិញដោះនេះចោលមិនចោលទេទុកវាផ្លាស់ប្ដូរអាចរនេះអានេះផ្លាស់ប្ដូរបានបងប្អូនសុខខ្មែរយើងប្រហែលជាអត់មានលក់ទេអានេះអញ្ចឹងទស្សនាពីពេលដែលខ្ញុំដាក់ហើយបងប្អូនហ្នឹងហើយថាវាស្រស់ស្អាតយ៉ាងណាអានេះបោះវាដើមហ្នឹងហើយធ្លាក់មកខាងបាត់ហើយអញ្ចឹងយើងដាក់ stop លេងនេះstop លេងនេះតែមើលវាមានភាពស្រស់ស្អាតយ៉ាងណាប៉ុន្តែstop នេះវាមានបញ្ហានៃកាវចូលវាមិនសូវច្បាស់បងប្អូនអានេះស្អាតធម្មតាអានេះមានកាវចូលនេះដាក់សិនទៅយើងអត់មានលុយបងប្អូនណាអញ្ចឹងចាំទស្សនាក្រោយពេលដែលខ្ញុំដាក់រួចទេបងប្អូនហ្នឹងហើយក្រោយពេលដាក់រួចបងប្អូននេះគឺបែបនេះ stop មិនសូវជាស្អាតដូច stop ដើមទេវាមិនសូវជាភ្លឺបងប្អូនហ្នឹងហើយវាអត់សូវភ្លឺទេមុខមាត់កាចវាអត់សូវភ្លឺដូចជា stop ដើមវា stop ដើមវាភ្លឺខ្លាំងហ្នឹងបងមើលក្រោយដល់ចាំងផ្លេតតែម្ដងតែ stop វានេះវាមិនសូវជាភ្លឺប្រហែលទេនេះ stop លេងហ្នឹងបងប្អូនហ្នឹងហើយទិញពីប្រទេសសៀមកាលពី5ឆ្នាំមុនវាសូវភ្លឺដូចជា stop របស់វាប៉ុន្តែវាស្អាតវាមានពណ៌វាក្រោយពណ៌ខៀវនេះក្រោយពណ៌ខៀវអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយគ្រាន់តែមកដូរ stop stop ដើរមកវិញបាក់មកនេះបាក់នេះបាក់អានេះទៅដាក់អត់កើតដកចេញខាងនេះក៏បាក់ដែរនេះប្រេះអស់អញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនចូលមកថ្មីបងប្អូនហ្នឹងហើយជួយចុច Subscribe ឲ្យខ្ញុំបានម្នាក់មួយផងដើម្បីតជាកម្លាំងចិត្តខ្ញុំបានធ្វើវីដេអូថ្មីចែកជូនបងប្អូនទស្សនាទៀតសម្រាប់MT15ហ្នឹងហើយអញ្ចឹងវីដេអូក្រោយខ្ញុំធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីននិងថតពីសកម្មភាពបងប្អូនទស្សនាផងហើយបើផ្លាស់ប្ដូររងប្រេងហ្នឹងបងប្អូននេះតែនេះបងប្អូនខ្លះបានដឹងហើយពួក Exciter MT15 ហ្នឹងហើយមួយទៀតគឺ M slash មានកន្លែងហ្នឹងសម្រាប់ផ្លាស់រងវាបងប្អូនដល់ពេលយើងបដូរប្រេងបាតអញ្ចឹងយើងត្រូវផ្លាស់ប្ដូរវាអញ្ចឹងសម្រាប់ដូចជា 1000 គីឡូបងប្អូនផ្លាស់ប្ដូររងនេះម្ដងប៉ុន្តែខ្ញុំដូចជា 4-5000 ហើយខ្ញុំចង់អាផ្លាស់ផងហ្នឹងហើយអញ្ចឹងចាំវីដេអូក្រោយខ្ញុំធ្វើការបង្ហាញបងប្អូនប៉ុន្តែខ្ញុំអត់បានផ្លាស់ប្ដូរខ្លួនឯងទេខ្ញុំធ្វើការផ្លាស់ប្ដូរកន្លែងជាងអញ្ចឹងបងប្អូនប៉ុន្តែថតពីសកម្មភាពក្នុងការផ្លាស់ប្ដូររងហើយនឹងប្រេងម៉ាស៊ីនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេចុងក្រោយសូមអរគុណនិងសូមជម្រាបលា